Tao chỗ lời tụi anh nông nè kẹp prơ bí rốt chỗ lời bằng phố này tao linh tia ថ្ងៃនេះគឺថារត់ចូលមកចន្ទរាឲ្យបងប្អូនទៅលេងស្រុកម្នាក់ឯងចឹងណាដោយសារតែច្បាប់មាន4ថ្ងៃដើម្បីទៅលេងកូនបងប្អូនចំណែកមកចន្ទរាគឺបានទៅទេដោយសារតែធ្វើការម្នាក់ឯងចឹងអត់មានជំនួសចឹងទៅបានតែខ្ញុំម្នាក់ឯងបងប្អូនហើយឥឡូវនេះគឺថាមកដល់កន្លែងឡើងឡានហើយបងប្អូនឡានដែលខ្ញុំជិះនេះគឺជាឡានក្រុងប្រភេទ D បានណាបងប្អូននិយាយទៅគឺស្រួលមែនទែនបងប្អូន តម្រាំតែទៅដល់ស្រុកគឺថាភ្លឺមកបងប្អូនព្រោះអីខ្ញុំចាញ់ដំណើរម៉ោង12យប់ចឹងណាហើយនេះបងប្អូនបន្ទាប់ពីធ្វើដំណើរអស់មួយសន្ទុះធំគឺថាមកដល់កន្លែងបេនដែលគេដាក់ឲ្យយើងឈប់សម្រាបត់ដៃបត់ជើងបងប្អូនបន្ទាប់ពីបត់ដៃបត់ជើងរួចខ្ញុំក៏រាំងហេវដែរហើយក៏ទៅទិញនំសមអាំងបានមួយពីរដើម្បីយកមកហូបបងប្អូនព្រោះយើងធ្វើដំណើររាំងយូរដែរហើយយើងក៏រាំងហេវអញ្ចឹងណា អានេះគឺថាម៉ោង2ម៉ោង3ហើយបងប្អូនតិចទៀតគឺថាដល់ហើយបងប្អូននិយាយទៅខ្ញុំថតកាត់ទេបានឥឡូវនេះគឺថាមកដល់សៀមរាបបងប្អូនដោយសារតែយើងបុកឃីងឡាននេះគឺបុកតែត្រឹមសៀមរាបបងប្អូនបន្ទាប់ពីយើងមកដល់សៀមរាបហើយយើងក៏ជីផាសស្អាប់បងប្អូនអានេះគឺម៉ោង5ភ្លឺហើយបងប្អូននេះបងប្អូនមើលទិដ្ឋភាពនៅតាមដងផ្លូវនៅខាងខេត្តសៀមរាបទៅបងប្អូនគឺថាស្រស់ស្រាយមែនទែនបងប្អូនពេលព្រឹកណាបងប្អូន នេះបងប្អូនគឺថាថ្ងៃរះមើលទៅគឺស្អាតមែនទេបងប្អូនបន្ទាប់ពីមកដល់ផ្ទះហើយនេះបងប្អូនថតជាមួយនឹងកូនកំមុំនិយាយទៅកូនកំមុំនេះបងប្អូនអើយដើរចូលគ្នាតាំងពីចេះដើរតិតអញ្ចឹងបងប្អូនដោយសារតែធ្វើម៉េចបើយើងក្របើយើងមិនប្រឹងឥឡូវនេះគឺថាកូន5 6ឆ្នាំហើយក៏មិនទាន់បាននៅជុំកូនដែរបងប្អូនអើយធ្វើម៉េចទេយើងទ្រាំទៅដើម្បីជីវភាពអញ្ចឹងណាបងប្អូនឥឡូវនេះគឺថា បន្ទាប់ពីមកដល់ផ្ទះហើយគឺថាឲ្យកូននឹងដករមាត់អើយបងប្អូននេះកូននេះក៏បានដូចចិត្តទៀតអើយនិយាយទៅសំណោះកូនបងប្អូនដើរចូលគ្នាតាំងពីតូចហើយផ្ទះនេះក៏សំណោះគ្នាដែរបងប្អូនទុកគ្នាចូលមិនសិតម្ចាស់មិននៅក៏ធូលីធូអីពេញផ្ទះអញ្ចឹងណាបងប្អូនយូរមកលេងម្ដងក៏អាណិតផ្ទះមើលទៅជុំវិញផ្ទះបងប្អូនគឺថាសុទ្ធតែស្មៅបងប្អូនខំរហូតបានផ្ទះនៅក៏មិនបាននៅដេកនៅផ្ទះចែងមកយើងនៅដេកផ្ទះគឺយើងអត់មានលុយដើម្បីផ្គត់ផ្គង់គ្រួសារណាបងប្អូនពីអ្នកប្តីប្រពន្ធគឺថាខំណាស់មួយឆ្នាំមិនចង់ហ៊ានមកលេងស្រុកទេបងប្អូនអានេះគឺថាដល់ថ្ងៃទៅវិញហើយបងប្អូនកូនកំមុំនេះអូបថើបដល់ថ្ងៃពុកទៅភ្នំពេញវិញអញ្ចឹងណាបងប្អូន ថើបខាងនេះថើបខាងនោះកូននេះថ្មិញឡើងរិចអស់ហើយដែលចូលតាំងពីតូចឥឡូវកូន5 6ឆ្នាំហើយឥឡូវនេះគឺធ្វើដំណើរមកវិញបងប្អូនមកវិញក៏ឃើញគុយក៏ទិញគុយផ្ញើម៉ាក់ចន្ទរា1គីឡូ